ខ្ញុំជឿថា99%ភ្ញៀវដែលជិះឆ្លងកាត់ខេត្តពោធិ៍សាត់អត់បានដឹងទេថានៅពោធិ៍សាត់មានហាងវ័យចំណាស់មួយដែលបើកតាំងពីបាយអពតមកបងប្អូនចូល40ឆ្នាំជាងហើយដែលអ៊ំស្រីគាត់លក់បែបជាលក្ខណៈម្ហូបកំងម្ហូបអីកាទៀវកាហ្វេអីពេលព្រឹកដែរប៉ុន្តែមានតែអ្នកខេត្តពោធិ៍សាត់ទេអាចនឹងស្គាល់ហើយបើអ្នកឆ្លងកាត់ខ្ញុំជឿថាអត់សូវមានអ្នកស្គាល់ទេហើយសពថ្ងៃអ៊ំក៏គាត់លក់អត់សូវដែរអញ្ចឹងបាទខ្ញុំសម្រេចចិត្តថាជួយផ្សព្វផ្សាយគាត់ទៅដើម្បីឲ្យពុកម៉ែបងប្អូនបានស្គាល់តាមពិតរសជាតិម្ហូបអីរបស់គាត់នៅហ្នឹងឆ្ងាញ់បងប្អូនអាចចូលសាកបានទីតាំងរបស់គាត់នៅចិត្តនឹងគល់ស្ពាននៅខាងខេត្តពោធិ៍សាត់ណាហើយខ្ញុំជឿថាហាងវ័យចំណាស់អីបែបអញ្ចេះនៅខេត្តពោធិ៍សាត់សឹងតែគ្មានទេមានតែគាត់មួយទេដែលថាវ័យចំណាស់ជាងគេព្រោះមកខ្ញុំតាមសួរអ៊ំស្រីទៅគាត់លក់តាំងពីបែកអពតមកបងប្អូនអានេះគឺយូរឆ្នាំហើយចូល40ឆ្នាំជាងឯងបើតាមគាត់ប្រាប់ខ្ញុំដែរណាប៉ុន្តែភាគច្រើនមុខម្ហូបរបស់គាត់នេះលក្ខណៈបែបសាមញ្ញលក្ខណៈគ្រួសារមានស្ងោរប្រហិតត្រីមានមាន់ឆាក្តៅឆាអីចឹងទៅហើយបើតាមសួរអ៊ំស្រីគាត់ថាភាគច្រើនភ្ញៀវរបស់គាត់សុទ្ធតែជាភ្ញៀវអង្គការឬមួយក៏ជាពេទ្យដែលគេចុះធ្វើការចុះអីតាមខេត្តអីចឹងទេបានស្គាល់ភាគច្រើនណាប៉ុន្តែបើថាភ្ញៀវទូទៅអីហ្មងគឺអត់សូវបានស្គាល់ទេហើយខ្ញុំចង់ឲ្យពុកម៉ែបងប្អូនដែលឆ្លងកាត់ខេត្តពោធិ៍សាត់អាចទៅសាកអាចទៅជួយគ្រប់គ្រងអ៊ំស្រីដែរដោយសាររាល់ថ្ងៃនេះហាងរបស់គាត់រៀងចង់ស្ងាត់ដែរបងប្អូនអត់សូវមានទេមានភាគច្រើនមានតែភ្ញៀវដូចខ្ញុំនិយាយអញ្ចឹងគឺមានអង្គការមានក្រុមការងារដែលគេចុះតាមខេត្តតាមអីអញ្ចឹងទេតែស្គាល់សេរីចាស់អីអញ្ចឹងណាប៉ុន្តែបើអ្នកឥឡូវហ្នឹងគឺអត់សូវមានទេហើយបើតាមខ្ញុំសាកនៅកន្លែងរបស់គាត់4-5 ដងហើយបងប្អូនឆ្លងកាត់ចូលញ៉ាំហ្នឹងគឺមុខម្ហូបគាត់ឆ្ងាញ់បងប្អូនរសជាតិបែបជាលក្ខណៈម្ហូបបែបធ្វើនៅផ្ទះគ្រួសារអីចឹងណាដោយបងប្អូនឃើញអញ្ចឹងនៅក្នុងទូរបស់គាត់មានប្រហិតត្រីមានអីគាត់ស្ងោរទុកអីម្ដុំអីចឹងទៅហើយសម្រាប់មុខម្ហូបដូចមាន់ដូចអីចេះហ្នឹងកាប់ភ្លាមឆាឯហ្នឹងហ្មងគាត់ក៏មានត្រីងៀតមានគោងៀតអីច្រើនមុខដែរម្ហូបនៅកន្លែងរបស់គាត់ប៉ុន្តែបែបជាលក្ខណៈស្រុកស្រែហើយត្រីវិញគាត់ប្រាប់ថាគាត់អត់យកត្រីចិញ្ចឹមទេគាត់យកតែត្រីទន្លេត្រីពោទៅអីសុទ្ធត្រីទន្លេស្លប្រហើរស្លកកូស្លអីហ្នឹងគឺអែមបងប្អូនអាចទៅសាកបានខ្ញុំធានាហើយដោយបងប្អូនឃើញស្ងោរស្ពៃមួយប្រហិតត្រីក្រាយត្រីស្លាតអីបងគាត់អូអានេះលេខ1ហើយបងប្អូនទៅកុំភ្លេចហើយឆាមាន់ឆាក្តៅអីរបស់គាត់សុទ្ធតែមាន់100%និយាយទៅគាត់មិនសង្វាតលក់បែបជាលក្ខណៈឲ្យច្រើននៃពេកទេប៉ុន្តែគាត់ព្យាយាមលក់បែបលក្ខណៈគុណភាពបែបម្ហូបសុកស្រែនៅផ្ទះអីសាមញ្ញធម្មតាអញ្ចឹងទៅតាមពិតនៅកន្លែងរបស់គាត់នេះពេលព្រឹកក៏គាត់មានលក់កាទៀវកាហ្វេអញ្ចឹងដែរមានប្អូនឯគាត់លក់អីចឹងណាប៉ុន្តែអាហារថ្ងៃត្រង់ភាគច្រើនអ៊ំស្រីគាត់ធ្វើដោយខ្លួនឯងហើយដូចបងប្អូនឃើញអញ្ចឹងឥឡូវគាត់ខូចចង្កេះខូចខ្នងរៀងកោងអញ្ចឹងមែនប៉ុន្តែគាត់នៅតែធ្វើខ្លួនឯងទេទាំងងៀតទាំងអីរបស់ជៀនស្ងោឆាអីនេះសម្បូរបែបហើយបងប្អូនឃើញតែជាក្រានឃើញតែរូបភាពបែបកន្លែងលាងចានឆ្នាំងអីគាត់បញ្យូអីហ្នឹងក៏យើងមើលមកបែបជាលក្ខណៈសេរីចាស់ដែរអញ្ចឹងបើថាបងប្អូនចង់សាករសជាតិម្ហូបបែបរសជាតិសាមញ្ញនៅផ្ទះស្រុកស្រែសាមញ្ញអីបងប្អូនអាចជួយគ្រប់គ្រងផងបងប្អូនគាត់រៀងស្ងាត់ដែរបងប្អូនដែលឆ្លងកាត់កុំភ្លេចចូលសាកចាំខ្ញុំដាក់ទីតាំងព័ត៌មានឥតឲ្យបងប្អូនដែរបងប្អូនអាចចូល check មើលក្នុង comment បានហើយទីតាំងរបស់គាត់នៅចិត្តគល់ស្ពានកន្លែងស្ទឹងពោធិ៍សាត់ហ្នឹងណាអញ្ចឹងហើយខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែកម្លែកអរគុណបងប្អូនជំរាបលាបាយ